ជំរាបសួរបងប្អូនទាំងអស់គ្នាជាងវីដេអូមុនខ្ញុំថាខ្ញុំនឹងប្រាប់របៀប add friend Facebook ជួយដូចជាការប្រើ scroll ទៅលើ LD ឲ្យវាអស់ខ្លួនឯងអូតូចឹងខ្ញុំសូមចូលមកកាន់ LD របស់ខ្ញុំហើយកុំភ្លេចបើក VPN ទាំងអស់គ្នាផងចឹងខ្ញុំចូលមកកាន់ Facebook តែ Facebook នេះមិនមែន Facebook ថ្មីដែលខ្ញុំបង្កើតឲ្យមើលនឹងទេគឺ Facebook ចាស់របស់ខ្ញុំចឹងខ្ញុំសូមបើសិនជាអ្នកទាំងអស់គ្នាថ្មីយើងចូលមកកាន់កន្លែង search នេះមកតែសារវីដេអូមុនខ្ញុំបានប្រាប់ហើយឲ្យ join ក្រុមមួយឬក៏ពីរទៅដើម្បីឲ្យវាមាន new feed ទេខ្ញុំសូម search New York អូខេនៅខាងលើគឺនេះចឹងយើងធ្វើការ join ក្រុមមកណាដោយសារតែនេះខ្ញុំអត់មាន join ទេហើយ account ខ្ញុំអត់សូវដែរបានលេងដោយសារតែ account ច្រើនចឹងខ្ញុំអស់រមើលមួយណាដែលមានការ like ឬ react ច្រើនចឹងខ្ញុំយកខាងលើគេមកយើងអស់រមើល account ណាដែលមើលទៅជា account បរទេសភាគច្រើនមនុស្សចាស់គាត់អត់សូវបើកឲ្យ add friend ទេនេះគាត់បើកឲ្យ add friend ចឹងយើង add មួយមកយើង add friend ឲ្យបានមួយថ្ងៃ 4-5 account មកឬក៏10 account មកបន្ទាប់ពីនឹងប្រហែលជា2-3ថ្ងៃអីវានឹង load friend ទៅចេះឲ្យចឹងយើងធ្វើការ add មកឬក៏យើងមាន account ដែលមាន friend ច្រើនណាយើងយក account ហ្នឹងមក add លើ account យើងក៏បានឬក៏យើង add លើ account ហ្នឹងក៏បានចឹងយើង add ឲ្យបានច្រើន4-5ឬក៏10មកដើម្បីងាយស្រួលប្រហែលជា3ថ្ងៃឬក៏4ថ្ងៃអីវានឹងធ្វើការ load friend ទៅចេះឲ្យហើយបើសិនជាគេ confirm ណាតែបើយើងមាន account ខ្លួនឯងទៀតវារត់តែងាយស្រួលចឹងយើង add ចឹងមកដូចខ្ញុំប្រាប់ចឹងយើងចូលទៅរកមើល post ណាដែលមានreact ច្រើនអានេះក៏វារៀងច្រើនដែរយើងចុចមើលកន្លែង react ហ្នឹងមកហើយយកខាងលើនេះមកហើយយើងរកមនុស្សយើងមើលទៅយើងរើសយក add មកយើង add friend មកចឹងបន្ទាប់ពីយើង add ហើយគេ confirm ប្រហែលជា3 ទៅ 4ថ្ងៃវានឹង load friend ទៅចេះឲ្យចឹងចូលទៅកាន់វីដេអូបន្ទាប់ដែលយើងធ្វើការដាក់ scroll LD ចឹងខ្ញុំជាដំបូងខ្ញុំសូមណែនាំដល់អ្នកគ្នាកុំអូស scroll លើ new feed របស់យើងកន្លែង home នេះខ្ញុំសូមណែនាំឲ្យធ្វើការអស់នៅក្នុងនេះក្នុងវីដេអូចឹងការអស់ហ្នឹងយើងត្រូវធ្វើរបៀបម៉េចចឹងយើងនេះយើងយក operation record នេះមកចឹង record យើងគ្រាន់តែធ្វើការចុច start record មកចឹងវានាទីវាដើរចឹងយើងធ្វើការអស់ទៅបើថាខ្ញុំចង់ឲ្យវាមើលបន្តិចសិន4-5-6-7នាទីចឹងទៅបើខ្ញុំអស់មួយហើយខ្ញុំមើលទៀតហើយយើងអស់ចោលមួយទៀតទៅយើងអស់3-4 post នេះអូខេខ្ញុំមើលហើយខ្ញុំអស់ចោលហើយយើងអស់ទៅហើយត្រង់កន្លែងនេះយើងអាចចុចបិទ record កន្លែងនេះយើងអាច stop record សិនបើសិនជាអ្នកទាំងអស់គ្នារវល់ណាចឹងខ្ញុំសូមធ្វើការបិទ record អូខេចឹងនេះកន្លែង my script ទី1នេះចឹងយើង save វាដាក់អីផ្សេងមកយើងដាក់ថាឡងហ្នឹងទៅខ្ញុំដោយសារតែខ្ញុំមិនដាក់ scroll ឡងមកខ្ញុំដាក់ឡងហើយ
បើសិនជាយើងដាក់ចឹងហើយយើងចុចបើកហ្មងអាហ្នឹងវាអស់បានតែម្ដងឯងអញ្ចឹងដើម្បីឲ្យវាអស់បានយូរឬក៏យើងអាចកំណត់នាទី15នាទីឲ្យវាអស់ហើយ15នាទីហ្នឹងវាឈប់យើងចូលមកកាន់ setting កន្លែងគៀនបើកនេះមកណាគៀនកន្លែងលុបប្លោះកណ្ដាលគេហ្នឹងហើយយើងកុំដាក់ loop យើងដាក់បើសិនជាអ្នកនរគ្នាចង់ឲ្យវារត់រហូតតតែអ្នកនរគ្នាចុចបិទយើងយកកន្លែងកណ្ដាលនេះមកតែបើសិនជាយើងចង់ឲ្យវារត់ក្នុងរយៈពេលប្រហែលនាទីឬក៏ប្រហែលម៉ោងយើងអាចយកខាងក្រោមហើយយើងអាចកំណត់នាទីបានបើថាខ្ញុំដាក់វាមួយថ្ងៃអស់10នាទីខ្ញុំដាក់ប៉ុណ្ណឹងហើយយើងចុច save មកហើយក៏យើងអាចធ្វើការបន្ថយល្បឿនឲ្យវាយឺតឬក៏ឲ្យវាលឿនតាមនឹងបានដូចគ្នាតែនេះខ្ញុំយកធម្មតាអញ្ចឹងហើយយើងចុច save មកហើយយើងចុចធ្វើការ run វាមកបើកមកអញ្ចឹងចាំមើលតិចទៀតវានឹងធ្វើការអស់ទៅខ្លួនឯងអូខេឃើញទេវាអស់ទៅខ្លួនឯងចឹងវាអស់ហើយចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើននៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើការប្រាប់ពីរបៀបបង្កើត page ក៏ដូចជាការរៀបចំ page ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាយបាយ